ឃើញកៅអៅស្អាតចឹងណាគឺនឹកដល់មុនគេយុវតីយុវនារីតែម្ដងអូយបើពាក់ទៅដឹងថាស្អាតតែម្ដងជាពិសេសគឺពណ៌ខ្ជូតស្រស់តន់នឹង trend សម័យកាលឥឡូវណាហើយម៉ូដវិញគឺខ្ជូតខ្លីបើសិនជាបងប្អូនចង់ដឹងថានៅណានេះគឺនៅផ្សារ Shibuya ជម្រាបសួរបងប្អូនទាំងអស់គ្នាភាគច្រើនអ្នកខ្លះដែលទៅប្រទូណាប្រកាសជាអត់សូវស្គាល់ Shibuya ទេអត់នៅឆ្ងាយបងប្អូននៅប្រទូណាមយើងនេះឯងគឺដើរប្រហែលជា10ចាហាននេះដល់ហើយម្លងតែពីរផ្លូវឯងបងប្អូនគឺអត់ឆ្ងាយទេ Shibuya ហ្នឹងហើយតម្លៃគឺធូរណាស់ហើយកៅអៅវិញណាខ្ជូតដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងគឺទូចរឹបរៀងអញ្ចឹងទៅអ្នកដែលចូលចិត្តរបៀបខ្ជូតបែបយុវវ័យយុវតីយុវនារីសម័យថ្មីខ្ជូតអីទៅរកទៅ Shibuya ណាខកបំណងទេហើយតម្លៃគឺធូរដូចខ្ញុំនិយាយអញ្ចឹងបងប្អូនយកមួយតម្លៃប៉ុណ្ណេះយកពីរយកបីតម្លៃហិតតែធូរទៀតបងប្អូនអើយនិយាយមែនគេស្អាតណាស់បើសិនជាខ្ញុំមានប្អូនស្រីមានក្មួយស្រីមានអីវិញអូយក៏ខ្ញុំទិញផ្ញើសបាយដៃតែម្ដងណាប៉ុន្តែដោយសារតែអឺប្អូនស្រីក្មួយស្រីខ្ញុំអីគេរបៀបគេមាន style តែងខ្លួនរៀងខ្លួនរបស់គេអញ្ចឹងណាហើយដូចកៅអៅអីនេះបងប្អូនអើយស្អាតណាស់អញ្ចឹងបើសិនជាបងប្អូនលក្ខណៈថាចង់រកកៅអៅមកលក់ឬក៏ចង់ like កៅអៅលក់ពីប្រទេសថៃអីហ្នឹងណាគឺទៅ Shibuya ទៅខុសបំណងទេស្អាតណាស់ហើយតម្លៃគឺសមរម្យណាស់អញ្ចឹងបងប្អូនអាចទៅរកបានបើពេលខ្លះមានអារម្មណ៍ថាផ្សារប្រទូណាមានចៀតឬក៏ណែនអញ្ចឹងទៅម៉ូដដដែលអីបងប្អូនទៅរក Shibuya ម្ដងទៅប្លែកភ្នែកផ្នែកអារម្មណ៍ជាពិសេសគឺមានច្រើនជាន់មែនតើហើយតិចខ្លួនទៀតដើរផ្សារមានម៉ាស៊ីនត្រជាក់ជាងគឺខ្ញុំចូលចិត្តណាស់ហើយមិនត្រឹមតែមានសម្រាប់យុវវ័យទេសូម្បីតែអ៊ំចាសូម្បីតែម៉ាក់អីហ្នឹងក៏មានដែរបងប្អូនទាំងអស់គ្នាគឺទៅមានគ្រប់វ័យគ្រប់ style គ្រប់ mode ចឹងទៅយើងអាចទៅរកយឺតអាវធ្វើការអាវចូលកម្មវិធីផ្សេងៗចឹងទៅជាពិសេសមនុស្សប្រុសក៏មានដែរជាឈុតជាអីចឹងណាអាចទៅរកបាននិយាយទៅគឺស្អាតមកកាផ្លេភ្លឹងតែម្ដងអ្វីដែលសំខាន់ដូចខ្ញុំនិយាយចឹងគឺតម្លៃសមរម្យអញ្ចឹងបើសិនជាបងប្អូនចង់ទៅរកកៅអៅស្អាតអីណែនាំទៅ Shibuya ម្ដងទៅនេះដូចឈុតអីនេះម៉ាក់អ៊ំនេះត្រូវតែម្ដងមានទាំងខោមានទាំងកៅអៅឃើញទេក៏ចូលចិត្តដែររបៀបកៅអៅផ្កាអញ្ចឹងខ្ញុំដឹងចាស់ក៏ចូលចិត្តរបៀបអញ្ចឹងហើយនេះកៅអៅឆ្នូតអាវក្រោអាវកណាត់មានគ្រប់ពណ៌ស្រស់ស្អាតណាស់និយាយមែនគឺអូយគ្រាន់តែឃើញគឺពេញចិត្តពេញភ្នែកតែម្ដងបងប្អូនដូចកៅអៅធ្វើការនៅ office កៅអៅដើរលេងកៅអៅថតរូបជាពិសេសរដូវកាលនេះគឺជារដូវកាលថតរូបនៅតាមព្រៃភ្នំនៅតាមកន្លែងធម្មជាតិអីអូយកៅអៅនៅ Shibuya គឺត្រូវចិត្តតែម្ដងបងប្អូនចង់បានរបៀប style យុវវ័យដើរភ្នំដើរផ្សារដើរអីគឺមានសម្បូរហូរហៀតែម្ដងមិនត្រឹមតែប៉ុណ្ណោះមានទាំងឈុត party ឈុតញ៉ាំការឈុត birthday ឈុតអីទៅគឺអូយស្អាតណាស់បងប្អូនអើយហើយតម្លៃគឺធូរអញ្ចឹងបើសិនជាបងប្អូនចង់បានកៅអៅស្អាតរូបស្អាតចូលរួមកម្មវិធីផ្សេងអីមក Shibuya មកបើសិនជាគិតថាបន្ទូណានដដែលគឺមក Shibuya ខុសបំណងឯងខ្ញុំនិយាយមែនណាស្អាតណាស់ហើយគឺមានច្រើនជាន់ដូចខ្ញុំនិយាយជំរាបជូនបងប្អូនអញ្ចឹងអ្វីដែលសំខាន់គឺនៅ Shibuya ហ្នឹងខ្ញុំបានធ្វើវីដេអូហើយគឺផ្សារហ្នឹងគឺមានលក់ផ្សារកណាត់តែនៅជាន់ទី3ជាន់ទី4អញ្ចឹងបើសិនជាបងប្អូនចង់រកកណាត់អីមក Shibuya ហ្នឹងមកហើយដូចកៅអៅចាក់កៅអៅអីនេះដែលកំពុងតន់ trend តន់រដូវកាលតន់សម័យហ្នឹងគឺអូយ Shibuya នេះសម្បូរណាស់អញ្ចឹងបើសិនជាបងប្អូនចង់រកកៅអៅស្អាតចង់បានពណ៌ខ្ជូតអី Shibuya ប៉ុន្តែសុំទោសបងប្អូននេះគឺជានៅបន្ទូណាមទេខ្ញុំមកទិញកៅអៅឲ្យប្អូនថ្លៃខ្ញុំនៅបន្ទូណាមទេដូចបងប្អូនឃើញតម្លៃទេ200បាត180បាតតម្លៃគឺល្អមែនតើបងប្អូនអើយជាពិសេសបើសិនជា live លក់អីហ្នឹងណាយើងចំណេញតិចតួចទៅក្នុងអាវមួយចំណេញតែ10000អីហ្នឹងក៏បានដែរហើយបើរបៀបចង់បានជារបៀបអាវប៉ាក់ឈុតបារាណអីហ្នឹងរបៀបសំពត់បាត់សំទោសមិនឈុតបារាណទេអាវប៉ាក់សំពត់បាត់អីហ្នឹងហូបប្រមួងសឹងអីហ្នឹងគឺមកកន្លែងហ្នឹងក៏មានដែរនេះរ៉ូបលេផ្ទះឬក៏ពាក់ធ្វើអីផ្សេងធ្វើការផ្សេងក៏មាននិយាយទៅចុងវីដេអូនេះគឺបន្ទូណាមេបងប្អូនសំទោសផងណាអញ្ចឹងកុំភ្លេចជួយចុច like ចុច share ជួយចូលទៅ subscribe channel YouTube ឲ្យខ្ញុំផងណាអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយតាមដានវីដេអូរបស់ខ្ញុំក្រោយៗផងណាអរគុណជម្រាបលា